later សួស្តីបងប្អូនអរគ្នាឥឡូវយើងចាប់ផ្ដើមតម្លើងកាមេរ៉ារបស់យើងឥឡូវយើងមាន Sony A6400 យើងផ្លុំវាស្អាតមកហើយតមកយើងដាក់ handheld នេះមួយមកសម្រាប់កាន់ដៃបងប្អូនហើយ lens យើង G Master 24/7ដាក់មកបងប្អូននេះបើកកាបូបមកផ្លុំឲ្យស្អាតហើយបន្តមកទៀតយើងមានដៃមួយទៀតអូខេយើងដាក់ដៃនេះពីចំហៀងដៃនេះស្រួលកាន់ដូចគ្នាហើយបន្តមកយើងដូចជាខ្វះអីយើងដាក់ monitor ម្ដង monitor នេះខ្ញុំគិតថាដាក់ក្នុងដៃនោះរៀងពិបាកប៉ុន្តែយើងដាក់នៅខាងនេះស្រួលមែនតើបងប្អូនស្រួលមើលស្រួលកាច់ចុះកាច់ឡើងអញ្ចឹងមិនខ្ញុំឃើញគេអ្នកប្រើកាមេរ៉ា cinema មួយចំនួនគេប្រើសើឥតខ្ចោះបងប្អូនគ្រឿងគេច្រើនណាស់ណាអានេះខ្ញុំថត auto focus បើខ្ញុំថត manual focus ខ្ញុំត្រូវការគ្រឿងកាន់តែច្រើនជាងនឹងទៀតដូចជាការសេរី ring សេរី focus សេរី zoom ចុះ zoom ឡើងអញ្ចឹងទៅវាមានច្រើនហើយនឹងការដាក់ថ្មដាក់អីទៀតអញ្ចឹងការ set up របស់ម្នាក់វាមានច្រើនគ្រាន់តែថានេះជាគ្រឿងដែលខ្ញុំនៅមានទេបងប្អូនគ្រឿងខ្ញុំមានបែបអញ្ចឹងខ្ញុំដាក់ប៉ុណ្្នឹងទៅហើយ monitor នេះពន្លឺក៏ល្អដែរបងប្អូនហើយខ្ញុំគិតថាមិនគួរណាដល់ថ្នាក់ខ្លួនឯងដល់អញ្ចឹងនេះប៉ុន្តែប្រមូលគ្រឿងផ្សេងទៅដែលខ្ញុំធ្លាប់មានអញ្ចឹងណាខ្ញុំកាន់ថត 4K ខ្លះខ្ញុំដាក់ដៃតែមួយទេដើម្បីស្រួលទប់លំនឹងណាប៉ុន្តែមួយនេះញាក់តែម្ដងបងប្អូនហើយបើដាក់ Lumix G100 ប្រហែលជាខ្លាំងជាងនឹងទៀតដោយសារ Lumix G100 រៀងទូជាងនឹងឯងប៉ុន្តែ Lumix G100 stabilizer ខ្លាំងហើយបើយើងដាក់ដៃបែបចេះទៀតកាន់តែ stabilizer ខ្លាំងហើយ Sony នេះរៀង stabilizer រៀងខ្សោយបន្តិចដោយសារតែជា model នឹងចាស់ដែរប៉ុន្តែជាមួយនឹង lens នេះញាក់សាច់តែម្ដងបងប្អូនច្បាស់ហើយទទួលយកបានហើយការព្រាលគឺអេមតែម្ដង zoom ចុះ zoom ឡើងក៏បានហើយ monitor ស្អាតបងប្អូននេះដូចបានឃើញអញ្ចឹងណាហើយជាមួយខ្សែ HDMI យើងមានដែរបងប្អូនកាលមុនវីដេអូខ្ញុំខុសដោយសារតែអត់មានខ្សែ HDMI ហើយកន្លងចុះកន្លងឡើងមិនដឹកស្មានថាអេមកដល់ធំនេះហើយចំណាយលុយមកកណ្ដោតិចហើយមើលក្នុង monitor ស្អាតបងប្អូនបើសិនជាយើងថតវីដេអូនៅក្រៅអីយើងអត់សូវខ្លាចទេហើយការតម្លើងពន្លឺសេរីពណ៌សេរីអីច្រើននៅក្នុងនេះណាគ្រាន់តែថាខ្ញុំអត់មានបទពិសោធន៍ក្នុងការប្រើទេបើសិនជា monitor នេះបងប្អូនណាមានបទពិសោធន៍ក្នុងការប្រើអាចប្រាប់ខ្ញុំផងព្រោះខ្ញុំទំតែរៀនប្រើទៅបានមួយអាទិត្យដែរទេអញ្ចឹងចាំទស្សនាវីដេអូបើសិនជាខ្ញុំមានពេលខ្ញុំនឹងថតពីការប្រើ monitor ខ្លះព្រោះអីវាមានរឿងច្រើនទៅទៀតគាត់ថាយើងដាក់ប៉ុណ្នេះទៅស្រួលក្នុងការកាន់ស្រួលក្នុងការប្រើប្រាស់ជាក់ស្ដែងអញ្ចឹងណាបងប្អូនហើយប៉ុណ្នេះវាជារបស់លេងធម្មតាទេអញ្ចឹងចាំជួបគ្នាវីដេអូផ្សេងទៀតអរគុណច្រើនសម្រាប់ការទស្សនាណាបងប្អូន